บองปอนดังอัดฮะสบายบองปอนเขมรจิงไว้ปรามชนะโดยกรอนแต่ปลาวิตามินมือนี้เรียงรอดง่ายจังดังอัดฮะวิตามินนี้คือจีวิตามินไอตามนามวิตามินต่างๆนี้จังวิตามินนี้จะเอาชมท้าวิตามินซียังเชื่อท้าบองปอนที่จ้างกับบานดับบานลือกระโดดจิมินปอมมีนที่จ้างในครั้งได้หายปอนใต้ไงนี่ยังจังบองปอนดังท่าแฮดไอบานจีวิตามินซีวิอาช่วยบองปอนเขมรโฮตดอพยายามชนะจำนวนที่ปีคือสำคัญเรื่องได้บองปอนกูแต่เฟิร์นในเป็นได้บองปอนปลาวิตามินซีหนึ่งเรื่องได้บองปอนเหมือนกูเฟิร์นในเป็นได้บองปอนปลาวิตามินซีโดยสารแต่วิตามินซีนี้คือวิมีสมรรถภาพคลั่งในโครงการรวมเลี้ยออกซิตกรรมแต่ออกซิตกรรมนี้วิอาจบ่มเพลงพลาย DNA របស់កោសិកាធ្វើឲ្យមានការរលាកក្នុងខ្លួននិងចុងក្រោយធ្វើឲ្យបាត់បង់ collagen ធ្វើឲ្យស្បែករបស់បងប្អូននឹងយាធ្លាក់ចាស់ជាងវ័យអញ្ចឹងអុកស៊ីតកម្មនេះវាកើតឡើងនៅពេលណាដែលបងប្អូនត្រូវ UV របស់ព្រះអាទិត្យត្រូវជាមួយនឹងផ្សែងពុលបរិយាកាសពុលនៅក្នុងបរិស្ថានរបស់យើងហ្នឹងក៏ដូចជាចំណីអាហារឬក៏ការគេមិនគ្រប់នឹងឯងបងប្អូនអត្ថប្រយោជន៍វាទី2គឺល្អមែនទែនសម្រាប់អ្នកដែលមានស្នាមខ្មៅក្រោយការកើតមុនក៏ដូចជាស្នាមជាំពីព្រោះវីតាមីន C មានសមត្ថភាពម្យ៉ាងអាចទៅបង្អាក់ thyrosinase ដែលជាអង់ស៊ីមម្យ៉ាងផលិតជាតិ melanin ហើយជាតិ melanin នេះពេលដែលវាចេញមកគឺវាឲ្យស្នាមខ្មៅស្នាមជាំនឹងឯងបងប្អូនអញ្ចឹងបង្អាក់អង់ស៊ីមមួយនេះនឹងធ្វើឲ្យស្នាមរបស់បងប្អូនឆាប់បាត់មុខលឺផងដែរហើយនៅចុងក្រោយវីតាមីន C ជួយ boost មានន័យថាវាបង្កើនការផលិត collagen នៅស្បែកធ្វើឲ្យស្បែករបស់បងប្អូនហាប់តឹងណែនវាអត់យាធ្លាក់អញ្ចឹងទាំងអស់នេះជាមូលហេតុដែលធ្វើឲ្យស្បែករបស់បងប្អូនក្មេងជាងវ័យ5ឆ្នាំនៅពេលណាដែលបងប្អូនប្រើវីតាមីន C ប៉ុន្តែមានរឿងមួយចំនួនដែលបងប្អូនគួរធ្វើមិនរឿងមួយចំនួនដែលបងប្អូនមិនគួរធ្វើនៅពេលដែលបងប្អូនប្រើវីតាមីន C អញ្ចឹងរឿងទី1ដែលគួរធ្វើគឺបងប្អូនត្រូវចាប់ផ្ដើមប្រើវីតាមីន C មែនទេបងប្អូនបើយើងគ្រាន់តែស្ដាប់យើងអត់ប្រើអញ្ចឹងបងប្អូនអត់បានផលទេអញ្ចឹងចំណុចទី1ស្ដាប់អត់ច្រឡំទេបងប្អូនត្រូវប្រើវីតាមីន C ចំណុចទី2គឺយើងត្រូវប្រើវាឲ្យជាប់អញ្ចឹងបើសិនជាបងប្អូនប្រើមួយថ្ងៃខានមួយថ្ងៃឬប្រើ3 4ថ្ងៃខាន2 3ថ្ងៃអីអញ្ចឹងស្បែកយើងក៏គ្មានបានផលអីដែរបងប្អូនព្រោះអីស្បែករបស់យើងប្រៀបដូចជាញ៉ាំអាហារអញ្ចឹងបងប្អូនយើងត្រូវញ៉ាំអាហាររៀងរាល់ថ្ងៃដើម្បីបានថាមពលដើម្បីការលូតលាស់អីផ្សេងអញ្ចឹងស្បែករបស់យើងក៏ដូចគ្នាសារធាតុបំប៉នយើងត្រូវតែបំប៉នឲ្យវាជារៀងរាល់ថ្ងៃព្រោះអីបងប្អូនត្រូវ UV ជារៀងរាល់ថ្ងៃបងប្អូនញ៉ាំចំណីអាហារដែលមានអុកស៊ីតកម្មជារៀងរាល់ថ្ងៃបងប្អូនត្រូវផ្សែងពុលជារៀងរាល់ថ្ងៃអញ្ចឹងបើយើងលាបវាខានអញ្ចឹងអុកស៊ីតកម្មវានឹងកើននៅក្នុងស្បែករបស់បងប្អូននឹងចាស់ជាងវ័យ5ឆ្នាំវិញចំណុចបន្ទាប់គឺយើងត្រូវប្រើលេការពារកម្ដៅថ្ងៃបូកជាមួយនឹងវីតាមីន C បងប្អូនអាចគិតចេះវីតាមីន C ពេលដែលយើងលាបចូលមុខទៅវាទៅជួសជុលកោសិកាវាជួសជុល DNA វាទប់ស្កាត់កុំឲ្យស្បែករបស់យើងនឹងវាឆាប់ចាស់ឆាប់យាហើយលេការពារកម្ដៅថ្ងៃគឺការពារ UV កុំឲ្យទៅរំខានស្បែករបស់យើងមកតង់ទៀតអញ្ចឹងយើងថែទាំពីខាងក្នុងផងយើងថែទាំពីខាងក្រៅផងអញ្ចឹងហើយពេលដែលយើងប្រើវីតាមីន C បូកជាមួយនឹងលេការពារកម្ដៅថ្ងៃបងប្អូននឹងឃើញប្រសិទ្ធភាពកាន់តែលឿនចំណុចបន្ទាប់គឺអត់ធ្មត់បងប្អូនអញ្ចឹងការប្រើប្រាស់ skin care មិនថាវីតាមីន C ឬក៏រូបមន្តអីផ្សេងឯងបងប្អូនត្រូវតែអត់ធ្មត់យើងមិនអាចប្រើថ្ងៃហ្នឹងឃើញផលអាទិត្យក្រោយឬក៏ខែក្រោយទេវាប្រៀបដូចជាការដាំដើមឈើអញ្ចឹងបងប្អូនអញ្ចឹងបើយើងដាំតរ៉េនយ៉ាងហោចក៏3ឆ្នាំដែរទម្លាប់បានផលយើងដាំស្វាយក៏មួយឆ្នាំអីដែរមែនទេបងប្អូនស្បែកយើងដូចគ្នាពេលដែលបងប្អូនលាបវីតាមីន C ទៅយ៉ាងហោចក៏3ទៅ6ខែដែរបើយើងចាប់ផ្ដើមឃើញផលថាស្បែករបស់យើងវាលឺវាមេងជាងវ័យវាហាប់តឹងណែនអញ្ចឹងបងប្អូនអញ្ចឹងសំខាន់មែនតើការអត់ធ្មត់ចុងក្រោយគឺអ្វីដែលគួរធ្វើនោះគឺរក្សាវាឲ្យបានត្រឹមត្រូវអញ្ចឹងវីតាមីន C ពេលដែលវាត្រូវជាមួយនឹងពន្លឺថ្ងៃវានឹងបាត់បង់ប្រសិទ្ធភាពអញ្ចឹងបើសិនជាបងប្អូនទិញផលិតផលមួយដែលមានតម្លៃ$300ឧទាហរណ៍តែបងប្អូនដាក់ត្រូវថ្ងៃវានឹងរលាយប្រសិទ្ធភាពវាទាំងអស់អញ្ចឹងដូចបងប្អូនហាយដូចចាយអញ្ចឹងពេលដែលយើងទិញផលិតផលហើយយើងត្រូវចេះរក្សាទុកនៅក្នុងបន្ទប់ដែលសេចតណ្ហភាពវាធម្មតាទៅហើយកុំឲ្យត្រូវពន្លឺថ្ងៃសំខាន់មែនទែនដើម្បីរក្សាគុណភាពវាឲ្យបានយូរចោះរឿងដែលបងប្អូនមិនគួរធ្វើនៅពេលដែលយើងប្រើវីតាមីន C អញ្ចឹងចំណុចទី1គឺយើងកុំប្រើ retinol បូកជាមួយនឹងវីតាមីន C ដោយសារតែរូបមន្តពីរហ្នឹងវា deactivate គ្នាទៅវិញទៅមកមានន័យថាវារំលាយប្រសិទ្ធភាពគ្នាទៅវិញទៅមកអញ្ចឹងបើបងប្អូនលាបវីតាមីន C ហើយភ្លាមលាប retinol ភ្លាមប៉ាប់ពីរហ្នឹងវាអត់មានសកម្មភាពអីទេអញ្ចឹងដូចលាបទឹកនៅលើមុខយ៉ាងគ្មានប្រសិទ្ធភាពអីទាំងអស់ទី2គឺ AHA ដូចជា glycolic ជំនួសកោសិកាអីហ្នឹងក៏បងប្អូនមិនគួរប្រើជាមួយនឹងវីតាមីន C ដែរព្រោះអីរូបមន្តពីរហ្នឹងពេលដែលវាត្រូវគ្នាទៅវា deactivate គ្នាទៅវិញទៅមកអត់មានសកម្មភាពអីទេចំណុចបន្ទាប់គឺកុំប្រើវីតាមីន C ច្រើនពេកនៅលើโลกយើងនេះអីក៏ដោយតែត្រូវពេកគឺបញ្ហាស្រឡាញ់ពេកក៏បញ្ហាស្អប់ពេកក៏បញ្ហាញ៉ាំច្រើនពេកក៏មានបញ្ហាអត់ញ៉ាំពេកក៏មានបញ្ហាដែរអញ្ចឹងយើងប្រើនៅក្នុងកម្រិតមធ្យមមួយសមស្របទៅតាមការណែនាំរបស់គេទៅលាបអត់តែសពមកទៅបានហើយកុំគិតថាលាបច្រើនទៅវាទទួលបានផលលឿនណាអត់ទេបងប្អូនលាបច្រើនពេកអាចធ្វើឲ្យស្បែករបស់យើងរោក្រហមទៅវិញទេដោយសារតែយើងលាបច្រើនពេកចំណុចទី4ពេលដែលយើងប្រើកុំភ្លេចបិទគម្របបងប្អូនវីតាមីន C ពេលដែលបងប្អូនអត់ដាក់ត្រូវភ្លឺថ្ងៃមែនតែប្រើទៅភ្លេចបិទគម្របចូលអញ្ចឹងក៏វាខាតបងឬក៏បាត់បង់ប្រសិទ្ធភាពវាតែម្ដងអញ្ចឹងរបស់ថ្លៃពេលដែលយើងទិញត្រូវតែព្រៀងទី1កុំឲ្យត្រូវភ្លឺថ្ងៃទី2ពេលដែលប្រើហើយត្រូវច្បាស់ថាយើងគ្របវាឲ្យចិត្តកុំឲ្យវាចូលខ្យល់ហើយនឹងចុងក្រោយបងប្អូនគឺកុំបោះបង់លឿនពេកតើតើនឹងចំណុចមុននឹងដែរអញ្ចឹងណាអញ្ចឹងកុំប្រើតែម្ដងក៏បោះបង់វាចោលឬក៏ប្រើ2ដបអីចឹងណាអញ្ចឹងពាក្យថាក្មេងជាងវ័យ5ឆ្នាំat leastយើងប្រើបាន1ឆ្នាំទៅ2ឆ្នាំដែរទម្រាំតែយើងឃើញផលរបស់យើងហ្នឹងអញ្ចឹងបើសិនជាបងប្អូនឆាប់បោះបង់ពេកហើយដូរទៅផលិតផលផ្សេងអញ្ចឹងទី1ផលិតផលផ្សេងនោះអាចនឹងធ្វើឲ្យយើងរោព្រោះយើងដឹងថាផលិតផលមួយណាធ្វើឲ្យយើង
យើងឡើងមុនឬក៏រោក៏ហប់មិនទេអញ្ចឹងការដែលបោះបង់លឿនពេកហ្នឹងក៏ធ្វើឲ្យបងប្អូនមិនទទួលបានប្រសិទ្ធភាពផងដែរអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត